ចាសូមជម្រាបសួរនេះគឺជាវីដេអូទី4នៃការអានសៀវភៅគតិលោកភាគទី1សិស្សឆ្លើយថាកណាលោកគ្រូម្ចាស់សម្ដែងមកនេះខ្ញុំចូលចិត្តហើយតែការដែលនឹងស្គាល់អាការៈកិរិយាមនុស្សពាលនោះក្រណាស់ជួនមនុស្សពាលនោះវាមានអំណាចនិយាយបញ្ចុះបញ្ចូលអ្នកស្រុកក៏នាំគ្នាជឿតាមពាលនោះទៅជួនជាមានអ្នកណាមួយដឹងស្គាល់អាការៈកិរិយានៃមនុស្សពាលនៅមិនប្រព្រឹត្តមិនជឿតាមគេក៏បៀតបៀនអ្នកនោះឯងថាជាមនុស្សឆ្កួតវិញដូច្នេះនេះលោកគ្រូនឹងប្រព្រឹត្តទៅយ៉ាងណានឹងឲ្យរួចអំពីពាលនោះបានលោកគ្រូឆ្លើយឯងថានោះត្រូវហើយក៏វិស័យគេឆ្កួតពេញស្រុកហើយឯងជាតែម្នាក់ឯងអាណាក៏នឹងបានតែតោងមើលកាលមើលសម័យពិចារណាមើលតាមអាការៈនោះផងជាការពាក់ព័ន្ធដោយទោសរាជឬដោយទោសរាជគឺកើតមកជាមនុស្សត្រូវឲ្យស្គាល់ទោសពីរប្រការគឺទោសរាជមួយទោសរាជមួយឯទោសរាជនោះគឺពាលនោះឯងវាខ្លែងតាំងខ្លួនជាអ្នកបន់ហើយអួតថាខ្លួនវាជាស្ដេចជាព្រះអង្គម្ចាស់មាននាមថាព្រះបាទធម្មករាជជាដើមតាំងបញ្ចុះបញ្ចូលមហាជនជាកងទ័ពកិត្តក្បត់ម្ចាស់ផែនដីយ៉ាងនេះហៅថាទោសរាជគឺទោសព្រោះតាំងខ្លួនជាស្ដេចថាបើឯងដឹងអាការៈហេតុដូចយ៉ាងថាមកនេះហើយតោងគិតវេះកិច្ចចេញចាក់ទីនោះបងទើបអាចរក្សាខ្លួនឲ្យសុខបានឯទោសរាជនោះគឺពាលមានអំណាចក្តីឥតអំណាចក្តីវាប្រចុះប្រចែងคล้ายคลายប្រើឧបាយមាយានិយាយអួតកុហកថាវាចេះធ្វើហោទាយចេះអង្គុយធွာមើលហួយមើលខ្មោចចេះគ្រូមើលជំងឺមើលស្ដោះគ្រោះបូជាគ្រោះជាដើមហើយវានិយាយបំភ័យឲ្យអ្នកស្រុកបូជាផ្សេងមនុស្សទាំងឡាយជឿវាពេញស្រុកហើយតែឯងមិនជឿតាមគេថាឯងឈួតយ៉ាងនេះហៅថាទោសរាជតែបើពាលមានអំណាចវានឹងបៀតបៀនហើយតោងប្រព្រឹត្តទៅតាមកិរិយាដោយតម្រាថាលោកប្រែតោងប្រព្រឹត្តតែចិត្តកុំប្រែតាមវាគឺប្រព្រឹត្តតែកិរិយាក្រៅទៅចោះពីព្រោះការតល់ដូចមាននិទានរឿងចៅសនជាបែបឯរឿងចៅសននោះដើមឡើយមានសាមណេរមួយអង្គអ្នកស្រុកគេតែងហៅលោកតាថេនតាថេននោះជានេនខ្ជាលួចមាន់វត្តស្ងោផឹកស្រាស៊ីបាយល្ងាចតែរឿយមានមនុស្ស3នាក់រួមចូលផឹកស៊ីជាមួយផងលុះនៅយូរមកតាថេនរកប្រាក់នឹងទិញស្រាពំបានហើយគិតក្រែងនៅយូរទៅអ្នកស្រុកគេដឹងនេនផឹកស្រាគេនឹងបណ្ដេញបំបោះចាក់អារាមតើបនិយាយពីគ្រោះគ្នានឹងមនុស្សទាំង3នាក់នោះថាយើងនៅក្នុងស្រុកធំនេះអត្តខាតប្រច័យណាស់ឧបាសកបាសិកាញោមវត្តនេះគេក៏ពុំមានសទ្ធាធ្វើបុណ្យធ្វើទាននឹងយើងឡើយបើដូច្នេះយើងគួរចេញទៅស្រុកក្រៅដើរកែខៃកុហកបញ្ឆោតអ្នកស្រុកស្រែចម្ការដោយឧបាយផ្សេងគឺអញធ្វើជាលោកធុដងរុក្ខមូលចៅឯង3នាក់ធ្វើជាកូនសិស្សឧបថៈដើរតាមក្រោយដើរនិយាយបញ្ចុះបញ្ចូលបបួលពួកអ្នកព្រៃឲ្យគេជឿថាអញវិសេសគេក៏នឹងនិមន្តទៅធ្វើបុណ្យទានបានចតុបច្ច័យហើយសូមយើងកែខៃទិញបាយទិញស្រាផឹកទៅតាមកាលឯមនុស្សទាំង3នាក់នោះក៏យល់ព្រមតាមតាថេនក៏រៀបរោគឆាត់មុងធុដងនៅគ្រឿងបរិក្ខារបានព្រមហើយទៅនាំមនុស្ស7នាក់ចេញចាក់ស្រុកធំដើរទៅកាន់ស្រុកលើតាថេនក៏ខ្លាញ់ខ្លួនជាសង្ឃធុដងដោយព្រៃដល់វេលាព្រឹកក៏ចូលទៅបិណ្ឌបាតក្នុងស្រុកតាមលំដាប់ផ្លូវឯបណ្ដាមហាជនអ្នកស្រុកក្រៅកាលបើបានឃើញតាថេននោះហើយក៏នឹកស្មានថាជាលោកសង្ឃរុក្ខមូលដោយសុចរិតទៅនាំគ្នាដាក់បាតប្រគេនចតុបច្ច័យផ្សេងអ្នកខ្លះនិមន្តឆាកមហាបង្សុកូលអ្នកខ្លះនិមន្តដាឆាន់ធ្វើបុណ្យផ្សេងតាមសទ្ធាអ្នកកាន់ព្រះពុទ្ធសាសនា
តាថេនបានលាបសការៈហើយក៏ធ្វើជាសង្រួមមន្ត្រីសកលសង្គមពុំសូវនិយាយស្ដីអ្វីច្រើនឡើយឯមនុស្ស3នាក់នោះតែទៅដល់ទីណាវាក៏នាំនិយាយសរសើរអួតគុណតាថេនប្រាប់អ្នកស្រុកនោះថាលោកគ្រូយើងនេះលោកវិសេសខាងផ្លូវក្នុងពេកណាស់ទាំងទឹកមុនក៏ពូកែចេះទាំងយឺតមើលហួយមើលប៉ោក៏ឆត់ឆាប់តែលោកជាអ្នកសន្តោសមិនមានសេចក្តីលោភោទេបើអ្នកណាត្រូវចិត្តលោកក៏ប្រោសឲ្យទានបានសម្រេចប្រយោជន៍គ្រប់ប្រការពួកយើង3នាក់ក៏អាសាដើរតាមលោកទាំងម្លេះនេះព្រោះឃើញសិលវិជាការនោះមែនទែនណាស់ឯពួកមហាជនទាំងឡាយកាលបើបានស្ដាប់ពាក្យអ្នកទាំង3នាក់ស្រដីអួតតាថេនដូច្នោះហើយក៏ជឿតាមទៅនាំគ្នានិមន្តតាថេនសូត្របូជាព្រះគ្រូខ្លះសុំទឹកមុនខ្លះសុំខ្សែចង្កេះខ្លះតាថេនក៏បានលាបសការៈបរិបូរដោយពួកអ្នកក្រៅរាប់អានតែដល់ពេលយប់ស្ងាត់ចៅទាំង3នាក់វាទៅលួចទិញស្រាទិញបាយមកលៀងគ្នាក្នុងព្រៃតាមវិស័យកិរិយាពីលឯតាថេននិងអ្នក3នាក់វាប្រព្រឹត្តការកោងយ៉ាងនេះរៀងទៅតាមផ្លូវលុះថ្ងៃមួយតាថេននាំគ្នាទាំង3នាក់ដើរទៅដល់ភូមិគោកមួយតើបចូលទៅកាន់ភូមិនោះហើយទៅអង្គុយក្រោមម្លប់ដំស្វាយខាងជើងភូមិឯចៅ3នាក់វានាំគ្នាចូលទៅក្នុងភូមិនិយាយឃោសនាប្រាប់អ្នកស្រុកថាលោកធុដងនិមន្តមកគង់នៅខាងជើងភូមិនោះឯងបើបងប្អូនត្រូវការប្រាថ្នាការអ្វីក៏អញ្ជើញយកទឹកតែស្ករសស្លាបារីទៅប្រគេនលោកចោះលោកនិមន្តមកនេះគឺមកចង់ប្រោះសត្វហើយអ្នកណាចង់បានខ្សែកខ្សែចង្កេះទឹកមុនការពាររោគអសន្នកម្មផ្សេងក៏សូមអញ្ជើញទៅរកលោកឲ្យឆាប់ចោះឯបណ្ដាមហាជនប្រុសស្រីនៅទីភូមិនោះលុះឮថាលោកធុដងរុក្ខមូលវិសេសមកដូច្នោះហើយខ្លះក៏បានស្លាបារីខ្លះក៏បានទឹកក្តៅទឹកត្រជាក់នាំគ្នាទៅរកតាថេនដល់ហើយក៏ថ្វាយបង្គំសួរទទួលបដិសន្ធារៈប្រគេនទឹកស្រង់ទឹកឆាន់ស្លាម្លូភេសជ្ជៈតាមសទ្ធាហើយសំពះសួរថាព្រះករុណាម្ចាស់និមន្តមកពីស្រុកណាប្រកណាតាថេនឆ្លើយថាចម្រើនពរអាត្មាភាពនេះនៅក្នុងក្រុងចេញមកទុដងយូរខែហើយនៅតែក្នុងព្រៃមិនដែលចូលស្រុកណាទេញោមតែថ្ងៃនេះមានហេតុជាការមិនស្រួលនៅភូមិស្រុកញាតិញោមនេះបានជាអាត្មាខំអាសាដើរមកនេះឯពួកអ្នកស្រុកនោះលុះឮតាថេនថាដូច្នោះហើយក៏កើតសេចក្តីសង្ស័យឡើងគ្រប់គ្នាទៅនាំគ្នាសួរតបថាកណាម្ចាស់មានពុទ្ធិកានេះយល់ប្លែកពេកណាស់ចោះលោកម្ចាស់យល់ហេតុភូមិយើងនេះមិនស្រួលយ៉ាងណាតាថេនថាញាតិញោមអើយអាត្មាអង្គុយធរយប់មិញនេះក៏ឃើញហេតុអន្តរាយនឹងកើតមានដល់ញាតិញោមក្នុងភូមិនេះទាំងអស់គ្នាគឺឃើញថាភូមិនេះនៅតែ7ថ្ងៃទៀតនឹងមានអាសនីបាតគឺរន្ទះបាញ់មកត្រូវភូមិនេះដល់នៅសេចក្តីវិនាសសូន្យទាំងភូមិជាម្ដងអាត្មាគិតអាណិតដល់ញាតិញោមរាល់គ្នាណាស់បានជាខំអាសាមកនេះប្រាថ្នានឹងប្រាប់សេចក្តីនោះឲ្យញាតិញោមបានដឹងខ្លួនជាមុនថាបើញោមឯណាចង់ឲ្យរួចអំពីកាលកណីសេចក្តីវិនាសនេះមានតែរើផ្ទះសម្បែងចេញអំពីទីចាស់ទៅតាំងនៅភូមិក្រៅជាថ្មីទៀតនោះទៅបានផុតភ័យអំពីអាសនីបាតនោះបានឯបណ្ដាមហាជនទាំងឡាយលុះឮតាថេនថាដូច្នោះហើយក៏កើតសេចក្តីផិតភ័យទាំងអស់គ្នាទៅតបថាសូមទានកណាម្ចាស់បើដូច្នោះសេចក្តីភ័យនោះនឹងមានដល់យើងខ្ញុំហើយតែថាការដែលថារើផ្ទះសម្បែងអំពីភូមិនេះចេញទៅទីនោះយល់ថាជាការលំបាកណាស់បើដូច្នោះក៏ណាម្ចាស់នឹងមានឧបាយកលល្មមឧបទេសកែខៃសេចក្តីអន្តរាយអំពីរន្ទះនោះជាបានខ្លះឬទេញាតិញោមចង់គិតកែខៃឧបទេសនោះចាំអាត្មាអង្គុយធម៌មើលសិនថាហើយតាថេនតាំងអុជទៀនធុកហើយតាំងសមាធិអង្គុយធ្មេចភ្នែកបានតិចក៏បើកភ្នែកហើយថាបានញោមតែត្រូវខាតទុនខ្លះទើបអាចធ្វើបានកណាម្ចាស់មិនអីទេ
ទោះបងខាតធនធានប៉ុន្មានក៏មិនថាដែរធ្វើម្ដេចឯងដល់នៅសេចក្តីវិនិច្ឆ័យហើយសូមនិមន្តលោកម្ចាស់គ្រូបង្គាប់ចោះតាថេនក៏ធ្វើជាមាយាហើយប្រាប់ថាឲ្យញាតិញោមឲ្យអាត្មានេះជាសង្ឃផងនឹងបង្គាប់បញ្ជាទៅក៏ដូចជាមិនគួរនឹងភេទឯងជាសមណៈនោះសោះត្បិតភ្លើងរន្ទះនោះតាមបាលីថាអាសនីគឺថាអសុរៈប្រែថាយៈខ្មោចនោះវាគប់ចិត្តតែនឹងស្រាបាយសាច់ញោមភ្លាមន់ស្ងោររៀបបូជាពលិការវាហេតុនោះបានជាថាអាត្មាតល់ណាស់ព្រោះឯងជាលោកសង្ឃកណាម្ចាស់កុំព្រួយព្រះハរតីឡើយនិមន្តបង្គាប់ចោះយើងខ្ញុំនឹងធ្វើតាមតាថេនបានឱកាសដូច្នោះហើយក៏ឲ្យធ្វើរោងពិធីមួយខ្នងនៅក្រៅភូមិហើយឲ្យធ្វើរាជវត្តតុងឆាត់ស្លាធរបាយសីចុំម្ចាគ្រឿងចំអាបបង្អែមផ្សេងយកទៅតាំងនៅរោងពិធីឯមនុស្សទាំងឡាយក៏នាំគ្នាធ្វើតាមពាក្យតាថេននោះសពប្រការឯតាថេនក៏នាំគ្នា3នាក់ចូលទៅក្នុងរោងហើយយកអំបោះចងពតសីមា7ជាន់ហើយប្រាប់អ្នកស្រុកថាញាតិញោមទាំងអស់នេះសុទ្ធសឹងជាមនុស្សមានគ្រោះធំត្រូវតែនៅក្រៅរោងពិធីនេះតាថេនថាហើយទៅសរសេរសម្បត្តិបិទនៅមាត់ទ្វារនោះថាកុំឲ្យនរណាចូលក្នុងរោងពិធីនេះឡើយថាបើនរណាកាត់អំបោះសីមាកន្លងចូលដល់ក្នុងរោងហើយអ្នកនោះនឹងទៅជាឈួតឈឺស្លាប់កើតវិបត្តិផ្សេងបណ្ដាអ្នកស្រុកធ្វើតាមតាថេនហាមទាំងអស់នាំគ្នាហាមកូនចៅក្មេងតូចធំកុំឲ្យចូលទៅក្នុងរោងពិធីនោះឯតាថេនបានឱកាសស្ងាត់ហើយក៏នាំគ្នាទាំង3នាក់ស៊ីបាយផឹកស្រាតាមអំពើពាលលុះស្រវឹងស្រាខ្លាំងក៏តាំងនិយាយកោកប្រកែកគ្នាទៅវិញទៅមកកឹកកងក្នុងរោងលុះដល់នៅបាន2-3ថ្ងៃមានក្មេងប្រុសម្នាក់អាយុ14ឬ15ឆ្នាំឈ្មោះចៅសនក្មេងនោះវាទៅខ្វៀលក្របីនៅវាលស្រែដល់ពេលថ្ងៃល្ងាចត្រជាក់ចៅសនវាដេញក្របីទៅផ្ទះបរទៅខាងរោងពិធីនោះបានឮសំឡេងចៅពាលទាំង4នាក់ផឹកស្រាប្រកែកគ្នាកោកកាកដូច្នោះហើយចៅសនគិតថាសំឡេងយ៉ាងនេះទំនងជាមនុស្សស្រវឹងស្រាយ៉ាងជាលោកសង្ឃនោះផឹកស្រាទេដឹងបើដូច្នេះគូអញលបទៅមើលឲ្យជាក់ច្បាស់ទោះវាឈួតឬឈឺចាប់យ៉ាងណាក៏តាមចោះអញបថុយលបមើលគិតហើយក៏ដើរលបចូលទៅដល់ប្រប់ជញ្ជាំងរោងហើយលួចបើកស្លឹកត្នោតដែលបាំងនោះគុនមើលទៅក្នុងរោងក៏ឃើញចៅពាលទាំង4នាក់អង្គុយដំកង់គ្នាស៊ីបាយផឹកស្រាដោយអំពើពាលចៅសនឃើញច្បាស់ហើយក៏នឹកថាយីអាដែងអស់ទាំងនេះផឹកស្រាស៊ីបាយល្ងាចទេតើពធោអោម៉ែអញទៅជឿពួកឈួតនេះទៅទេទាំងអ្នកស្រុកក៏ជឿចោះចូលវាឲ្យវាបញ្ឆោតអស់ខ្លួនមែនហើយបើដូច្នោះគូអញទៅប្រាប់ម៉ែឲ្យគាត់បានដឹងចោះគិតហើយក៏ដើរថយចេញម្នីរត់ត្រង់ទៅផ្ទះបានឃើញម្ដាយនៅលើផ្ទះចៅសនក៏ប្រាប់ថាម៉ែឯងទៅជឿអីលោកសង្ឃទុដងនោះមិនពិតជាលោកសង្ឃល្អទេវាคล้ายទេម៉ែខ្ញុំបានឃើញវាផឹកស្រាស៊ីបាយល្ងាចអំបញ្ញមិញនេះឯងឯនាងជាម្ដាយបានឮពាក្យកូនប្រាប់ដូច្នោះហើយក៏ពុំមានសតិសម្បញ្ញៈនឹងត្រេះរិះឲ្យច្បាស់លាស់ដោយជឿពាក្យតាថេនថានរណាកាត់សីមាចូលទៅក្នុងរោងពិធីលោកអ្នកនោះនឹងឈួរប្រកបទៅកើតផិតភ័យតកមាហើយសួរថាចៅសនឯងចូលទៅក្នុងរោងពិធីលោកឬអីចៅសនថាបាទខ្ញុំបានលួចលបចូលទៅឃើញវាកំពុងតែផឹកស៊ីទាំង4នាក់ណាម៉ែម្ដាយថាអោកូនអើយលោកបានហាមទាំងអស់គ្នាថាកុំឲ្យនរណាចូលទៅក្នុងសីមារោងពិធីលោកឥឡូវកូនឯងចូលទៅនោះត្រូវដូចលោកថាអ្នកណាចូលហើយអ្នកនោះនឹងឈួតមិនខានឥឡូវឯងឈួតហើយតើកូនគូអីទៅថាលោកសង្ឃផឹកស្រានោះលោកជាអ្នកដើរទុដងវិសេសណាស់ចៅសនប្រកែកថាម៉ែឯងមិនជឿខ្ញុំឬខ្ញុំបានឃើញច្បាស់នឹងភ្នែកហើយអាដែងទាំង4នាក់នោះវាមកខ្លាញ់បញ្ឆោតគេយកលៀបទេអ្នកណាទៅជឿវាក៏គង់នឹងខូចខ្លួនឯនាងម្ដាយមិនស្ដាប់ចេះតែថាឯងទៅចូលក្នុងសីមាលោកវាឈួតមែនហើយ
ឯបណ្ដាពួកញាតិនៅជិតខាងបានឮចៅសននិងម្ដាយប្រកែកគ្នាដូច្នោះហើយសឹងឆោឡោឡើងទៅសួរថាម្ដេចចៅសនវាចូលទៅក្នុងសីមាលោកនោះឬអីនាងម្ដាយក៏ប្រាប់ទៅថាអើឯងអើយវាចូលទៅក្នុងសីមាលោកឥឡូវវាឈួតវោណាស់ទៅតាំងតែជេរលោកសង្ឃនោះផ្សេងឯពួកញាតិក៏នាំគ្នាស្ដីបន្ទោសចៅសនហើយថាឈួតមែនហើយធ្វើម្ដេចនឹងរកគ្រូឯណានឹងមើលបានឯចៅសនឮពួកញាតិបន្ទោសដូច្នោះហើយក៏ខឹងណាស់តាំងជេរដាស់ពាសទៅដល់ប្រកែកនឹងគេមិនឈ្នះវាក៏យំផងព្រោះដោយសារក្មេងឯពួកញាតិក៏រឹតតែជឿថាចៅសនឈួតមែនគឺពីដើមគ្រាន់តែថាលោកសង្ឃផឹកស្រាឥឡូវវោខ្លាំងតាំងយំជេរគេឯងតែផ្ដាស់មិនស្គាល់ចាស់ក្មេងផងឯនាងជាម្ដាយនោះក៏ផិតភ័យទៅរត់ទៅរោងពិធីតាថេនដល់ហើយស្រែកហៅទៅថាអោកណាម្ចាស់សូមមេត្តាប្រសាទសូមទាននិមន្តចេញមកខាងក្រៅរោងសិនត្បិតសត្វកើតវិបត្តិហើយព្រះគុណម្ចាស់ឯតាថេនឮនាងសិកានិមន្តឲ្យចេញដូច្នោះក៏ស្ទុះម្នាជូតមាត់ជូតកស្អាតហើយតាំងក្រងជីវរជាបរិមណ្ឌលពាក់ផ្គាំកាន់ឈើច្រត់ដើរលបលោបចេញមកក្រៅហើយសួរកើតអីញោមបានជាផិតភ័យរលះរលាំងយ៉ាងនេះនាងសិកានោះក៏អង្គុយលុតជង្គង់ប្រណម្យដៃទូលថាកណាម្ចាស់ឥឡូវនេះចៅសនកូនខ្ញុំកណាវាចូលមកក្នុងសីមាលោកម្ចាស់ឥឡូវវាកើតវោទៅជាឈួតពំដឹងអីចេះតែស្រែកយំជេរគេឯងពាសទៅជេរទាំងត្រូវទាំងលោកម្ចាស់ផងតាថេនឆ្លើយថាញោមអាចក្តីបានហាមហើយថាកុំឲ្យប្រហែសឲ្យហាមកូនហាមចៅកុំឲ្យវាចូលក្នុងសីមាពិធីនេះក្រែងវាកើតហេតុឥឡូវមែនថាដោយពាក្យអាចក្តីថាចោះឥឡូវនេះវានៅណាកូនញោមនោះកណាម្ចាស់វានៅឯផ្ទះខ្ញុំកណាឯណោះបើដូច្នោះញោមទៅនាំខ្លួនវាមកឯរោងពិធីនេះអាចក្តីនឹងមើលរោគឈួតនោះណាញោមណែញោមពាក្យចាស់លោកថាបន្លំមុតតោងយកបន្លាជួសទឹកចូលត្រចៀកតោងយកទឹកចាក់រោគឈួតកើតមកពីរោងពិធីតោងមកមើលរក្សាឯរោងពិធីទៅសះស្បើយបានឯនាងសិកានោះក៏សំពះលោកតាថេនវិលទៅពឹងបងប្អូនប្រុស3-4នាក់ឲ្យជួយចាប់យកខ្លួនចៅសនមកប្រគល់ឲ្យតាថេនឯចៅសននោះត្រូវគេចាប់ដឹកនាំទៅដូច្នោះក៏រត់ទៅខឹងនឹងពួកញាតិតាំងបំរាស់រនាលជេរគេឯងហើយយំទៅតាមភាសាក្មេងតែធន់បំបាននឹងកម្លាំងមនុស្សចាស់គេក៏នាំគ្នាចាប់ផ្សែងពោនាំទៅដល់រោងពិធីនោះឯតាថេនក៏បបួលគ្នាទាំង3នាក់ចេញមកក្រៅរោងហើយទទួលយកចៅសនចូលទៅក្នុងរោងតាថេនក៏ប្រាប់ទៅថាញោមទាំងអស់គ្នាសុទ្ធតែជាអ្នកមានគ្រោះនៅចិត្តរោងពិធីនេះពុំបានក្រែងខ្មោចព្រាយអស់នេះនោះវាចូលរូបអាត្មានឹងស្រោចទឹកមន្តចៅសនហើយខ្មោចដែលនៅក្នុងរូបចៅសនវានឹងស្រែកជាខ្លាំងពុំខានបើដូច្នេះចូលញាតិញោមទាំងអស់គ្នាជៀសចេញទៅផ្ទះវិញឲ្យឆាប់កុំនៅយូរក្រែងខ្មោចវាចូលឯរូបចៅសននេះមិនអីទេតែស្អែកខានស្អែកគង់នឹងជាមិនខានឯពួកញាតិចៅសនឮតាថេនថាដូច្នោះក៏នាំគ្នាសំពះលាលោកតាថេនវិលទៅផ្ទះទីតីទៅឯតាថេនចូលទៅក្នុងរោងពិធីហើយឲ្យគ្នា3នាក់នោះចងចៅសនភ្ជាប់នឹងសសររោងតាំងកាន់រំពាត់ផ្ដៅទាំង4នាក់ហើយកំហែងសួរចៅសនថាអាសនឯងថាឃើញអញផឹកស្រាមែនឬដូចម្ដេចចៅសនឆ្លើយថាមែនខ្ញុំឃើញលោកតាឯងផឹកស្រាស៊ីបាយល្ងាចប្រកាសទាំង4នាក់ពួកទាំងនោះក៏កើតទោសោហើយវាយចៅសន 4-5 រំពាត់ចៅសនក៏ស្រែកយំដោយសំឡេងខ្លាំងទាំង4នាក់ក៏សាកសួរទៀតថាដូចម្ដេចអាសនឯងថាពួកយើងផឹកស្រាមែនឬដូចម្ដេចចៅសនថាឯងផឹកស្រាមែនអញឃើញច្បាស់នឹងភ្នែកអញហើយ4នាក់ក៏រត់តែវាយខ្លាំងលើសមុនចៅសនបានដល់នៅសេចក្តីវេទនាឈឺចាប់ពន់ពេកណាស់ដល់ក្រោយទៅគិតថាអញនេះជាមនុស្សក្មេងម្នាក់ឯង
គេឈួតពេញស្រុកទៅហើយតែឯងមិនធ្វើឈួតតាមគេនោះអាដែងពួកពាលនេះវានឹងវាយអញដល់សេចក្តីស្លាប់មិនខានឡើយណាស់ហើយចោះតោងធ្វើឈួតតាមវាទៅចោះទៅរក្សាខ្លួនសុខបានចៅសនគិតដូច្នោះហើយទៅលើកដៃសំពះតាថេនហើយសាប្រាប់ទៅថាកណាម្ចាស់ខ្ញុំកណានេះឈួតពិតមែនហើយសូមទានប្រោះអត់ទោសខ្ញុំឈួតមិនដឹងខ្លួនមិនដឹងប្រានទេប្រគុណបានជាថាប្រគុណផឹកស្រានោះគឺព្រះគុណពុំមែនឆាន់ស្រាទេខ្ញុំឈួតមែនហើយឥឡូវខ្ញុំដឹងខ្លួនជាសះស្បើយហើយរៀងចាល់ហើយពីនេះតទៅទៀតខ្ញុំមិនថាព្រះគុណផឹកស្រាទេទៀនតាថេនថាអើបើឯងលែងថាអញផឹកស្រារៀងចាលហើយអញក៏លែងវាយឯងតែត្រឹមនេះកណាខ្ញុំប្រកណាលែងថាព្រះគុណឆាន់ស្រាហើយអំពីថ្ងៃនេះតទៅកណាម្ចាស់បើមែនដូច្នោះអញក៏លែងវាយឯងបើឯងនៅតែថាអញក៏វាយឯងទាល់តែស្លាប់ថាហើយតាថេនក៏ឲ្យស្រាយចំណងចៅសនខាត់ខាំងចៅសនមិនឲ្យចេញទៅក្រៅរោងឯចៅសនសោតតល់ចំណេះក៏នៅបំរើ4នាក់នោះទៅតាមអធិស្ឋានលុះថ្ងៃគម្រប់7ជាពេលយប់ស្ងាត់ចៅសនក៏ដេកលក់ទៅឯចៅពីល4នាក់នោះតាំងរើគ្រឿងកំណល់ពិធីយកប្រាក់យកសម្ពត់ផ្តិលជើងពៀនវិជ្ជាសំពាយហើយក៏នាំគ្នាលបរត់ចេញចាក់ស្រុកនោះទៅកាន់ស្រុកដតីទៅលុះវេលាព្រឹកចៅសនភ្ញាក់ឡើងស្រាប់តែស្ងាត់ឈឹងទាំងរោងមើលទៅគ្រឿងតាំងពិធីនោះក៏បាត់អស់រលីងគ្មានសល់ដល់តិចឡើយចៅសនក៏ដឹងថាតាថេនលួចរបស់ទ្រព្យរត់ទៅអស់ហើយទើបចៅសនដើរចេញចាក់រោងចូលទៅផ្ទះអាត្មាឯបណ្ដាញាតិមិត្តឃើញចៅសនដើរមកដូច្នោះហើយក៏សួរថាដូចម្ដេចទៅជីសនអើយរោគនោះបានស្រាក់ស្រាលធូរខ្លួនប្រាណហើយឬដូចម្ដេចទៅចៅសនក៏តបថានៅឡើយទេតែថាឥឡូវនេះអំពើចង្កួតនោះវានៅលើអ្នកស្រុកទាំងអស់គ្នាឯងជាសោះគេឈួតពេញទាំងស្រុកក៏ត្រឡប់ជាឯងឈួតវិញមីងមាយាយតាទាំងអស់គ្នាទៅជឿមនុស្សពាលនោះទុកជាគ្រូថាលោកធុដងរុក្ខមូលវិសេសណាស់ឥឡូវគ្រឿងប្រដាប់ដែលតាំងពិធីភ្លីការនោះលោកធុដងនោះបន្លងឆាកយកទៅអស់ហើយឲ្យអញ្ជើញទៅមើលចោះថាហើយចៅសនក៏ដើរត្រង់ទៅផ្ទះឯបណ្ដាអ្នកស្រុកបានឮចៅសនថាដូច្នោះហើយខ្លះក៏សង្ស័យថាក្រែងពិតដោយពាក្យចៅសនថាឬនាំគ្នាទៅឯរោងពិធីស្រាប់តែឃើញស្ងាត់ឈឹងសូនក៏ចូលទៅក្នុងរោងយល់របស់ទ្រព្យរបស់ខ្លួនវិនាសអស់ទៅដោយដៃមនុស្សពាលទាំង4នាក់នោះឯងហើយទៅនាំគ្នាមកផ្ទះទីតីកើតសេចក្តីវិបដិសារីរលឹកទោសអាត្មាឃើញថាជាមនុស្សឥតបញ្ញាទៅជឿពាលឲ្យវាបញ្ឆោតបានគឺខ្លួនឈួតប្រដៅចៅសនគ្នាជាសោះក៏នាំគ្នាជឿថាឈួតវិញចប់និទានតាថេនត្រឹមតែប៉ុណ្ណេះចាសិភៅគតិលោកភាគទី1ចប់ត្រឹមតែប៉ុណ្ណេះសូមរងចាំស្ដាប់នៅសិភៅគតិលោកភាគទី2នៅវីដេអូបន្តទៀតចាតែកុំភ្លេចសូមជួយ Subscribe Like ហើយនិង Share ផងចាសូមអរគុណសូមជម្រាបលា